ก็มือปูវាជាវិញ្ញាណខ្លាញ់បន្លំយើងនឹងយកធម្មពលពីនាងហើយខ្លាយជាអមតាខ្ញុំមិនចោទចារជាមួយវិញ្ញាណដែលសម្លាប់មនុស្សទេតារាខ្ញុំមានរឿងចង់ប្រាប់យូរហើយដែលតាមិនបានឃើញចៅតាខ្ញុំមានរឿងចង់សួររឿងចិញ្ចៀនមែនទេតាដឹងហ៎ក្នុងភូមិនេះមានមនុស្សតិចណាស់ដែលដឹងរឿងនោះសូមតាប្រាប់ខ្ញុំមកជាង100ឆ្នាំមុនមានគ្រូមន្តអាគមខ្មៅម្នាក់គេសម្លាប់មនុស្សជាច្រើនដើម្បីបង្កើនអំណាចក្រោយមកគ្រូអាគមល្អមួយក្រុមបានបង្ក្រាបគេវិញ្ញាណរបស់គេត្រូវបិទទុកក្នុងចិញ្ចៀនមួយហើយចិននោះត្រូវបានកប់ក្នុងព្រៃឥឡូវវាត្រូវបានរកឃើញហើយថាម៉េចខ្ញុំសង្កេតឃើញរឿងមួយរឿងអីពេលតារានៅចិត្តឯងនិយាយច្រើនជាងធម្មតាអ្នកណានិយាយច្រើនឯងនឹងខ្ញុំគ្រាន់តែតបគាត់វិញធម្មតាចុះហេតុអីក៏មិនតបអ្នកផ្សេងអស់ពាក្យទៀតហើយខ្ញុំគ្មានអារម្មណ៍អីជាមួយគាត់ទេមែនអីមែនចុះបើថ្ងៃណាមួយគាត់មានសង្សារក៏ជារឿងរបស់គាត់ចុះបើស្រីនោះស្អាតជាងឯងហាហេហេតុអីខ្ញុំហៅនាងខ្ញុំមានឈ្មោះអូភ្លេចឈ្មោះខ្ញុំហ៎អត់ទេខ្ញុំគ្រាន់តែចង់ឌឺនាងគួរឲ្យធុញមែនតែទោះជាគួរឲ្យធុញនាងក៏នៅឈរនិយាយជាមួយខ្ញុំដែរខ្ញុំគ្រាន់តែអបសោកអូអញ្ចឹងខ្ញុំជាអ្នកកំសាន្តរបស់នាងហ៎ប្រហែលអើយឈឺចិត្តណាស់លោកក៏ចេះឈឺចិត្តដែរខ្ញុំជាមនុស្សណាមិនមែនដុំថ្មទេខ្ញុំគិតថាលោកជាមនុស្សមុខក្រាស់មុខក្រាស់ក៏មានបេះដូងដែរទីបំផុតយើងរកឃើញអ្នកហើយអ្នកជាអ្នកណាឆាប់នេះអ្នកនឹងដឹងកុំចូលមកចិត្តខ្ញុំគ្មានអ្នកណាអាចជួយអ្នកបានទេមានខ្ញុំនៅទីនេះឯងមកទៀតហើយខ្ញុំប្រាប់ឯងហើយថាកុំប៉ះពាល់មនុស្សស្លូតត្រង់អ្នកមិនអាចរារាំងយើងបានទេភ្លាមនោះស្រមោលខ្មៅក៏បាត់ខ្លួនបន្ទាប់មកត្រឡប់មកធម្មតាវិញនាងមិនអីទេខ្ញុំបានឃើញវាពិតមែនស្រីលះឥឡូវជឿខ្ញុំហើយមែនទេបន្តិចខ្មោចឈរនឹងមុខនាងហើយនៅជឿតែបន្តិចខ្ញុំមិនចង់ទទួលស្គាល់ថាលោកត្រូវទេនៅក្នុងស្ថានភាពបែបនេះនាងនៅតែរឹងទទឹងទៀតណោះខ្ញុំមិនដូចអ្នកទេខ្ញុំធ្វើអីចូលចិត្តអួតពេលនេះខ្ញុំជួយនាងណាអរគុណថាម៉េចខ្ញុំនិយាយថាអរគុណអូហូថ្ងៃនេះមេឃប្រហែលជាភ្លៀងហើយមើលទៅហេតុអីព្រោះនាងអរគុណខ្ញុំឈប់ដូចខ្ញុំទៅខ្ញុំមិននឹកស្មានថាស្រីលក្ខជឿរឿងខ្មោចទេពេលមុនខ្ញុំក៏មិនជឿដែរចុះឥឡូវវិញឥឡូវឃើញដោយភ្នែកខ្លួនឯងហើយឃើញហើយនៅតែចង់ឆ្លោះជាមួយខ្ញុំទៀតព្រោះលោកគួរឲ្យឆ្លោះខ្ញុំសួរមែនណាអ្នកទាំងពីរនឹងថ្ងៃណាឈប់ឆ្លោះគ្នាខ្ញុំឈប់បានខ្ញុំក៏ឈប់បានអញ្ចឹងឈប់ឥឡូវទៅ
មិនបាន មិនបានដូចគ្នាអេលោកដើរតាមខ្ញុំធ្វើអី អ្នកណាដើរតាម ចុះលោកនៅទីនេះធ្វើអី ខ្ញុំមកទិញទឹក ផ្សារធំប៉ុណ្ណឹងមកឈរចិត្តខ្ញុំទៀត ខ្ញុំសង្ហាទើបនាងចាប់អារម្មណ៍ខ្ញុំ មុខក្រាស់មែន អរគុណ ខ្ញុំមិនបានសរសើរលោកទេ ខ្ញុំចូលចិត្តយល់បែបវិជ្ជមាន តារា អេសួស្តី យូរហើយមិនបានជួបគ្នាសោះ អេម្នាក់នេះជាអ្នកណា អូមិត្តភក្តិ ត្រូវហើយមិត្តភក្តិធម្មតាចាខ្ញុំទៅសិនហើយណា ហេតុអីធ្វើមុខបែបនេះ មកបែបណា ដូចមនុស្សមិនសប្បាយចិត្ត ខ្ញុំសប្បាយធម្មតា ចំណែនមែន អ្នកណាចំណែនសម័យខ្លួនឯងពេកហើយ ចុះហេតុអីមុខកញើ ព្រោះខ្ញុំធុញនឹងមនុស្សម្នាក់ហេសាច់អី គ្មានអីទេអង្គុយសងត់សងាត់ដល់ណាទៀតខ្ញុំកំពុងតែគិតរឿងមួយរឿងស្រីលាក់មែនទេមិនមែនទេមិនមែនហើយចុះហេតុអីពេលខ្ញុំនិយាយឈ្មោះនាងឯងលួចឲ្យញឹមនៅណាញឹមខ្ញុំឃើញនឹងភ្នែកឯងនឹងមានបញ្ហាហើយ ឈប់កុហកខ្លួនឯងទៅមានន័យថាម៉េចឯងស្រឡាញ់នាងនឹងហើយមើលចុះស្ងាត់មាត់ទៀតហើយខ្ញុំគ្រាន់តែបារម្ភពីសុវត្ថិភាពនាងអូបារម្ភដល់ថ្នាក់មិនដេកពេញមួយយប់ហ៎ចម្លើយចេញមកហើយស្រីលាក់បើចង់បាននាងវិញចូលមករកយើងក្នុងព្រៃខ្មៅ ទេខ្ញុំនឹងទៅជួយនាងទោះជាត្រូវប្រឈមមុខនឹងអ្វីក៏ដោយខ្ញុំមិនអាចឈរមើលស្រីលាក់ត្រូវវាចាប់យកទៅទេទោះជាមានអ្វីកើតឡើងក៏ដោយខ្ញុំត្រូវតែនាំនាងត្រឡប់មកវិញខ្ញុំទៅជាមួយឯងកុំគិតថាឯងធ្វើជាវីរបុរសតែម្នាក់ឯងបានសុខានេះមិនជារឿងលេងទេខ្ញុំដឹងតែឯងក៏មិនមែនជាមនុស្សដែលត្រូវប្រឈមមុខម្នាក់ឯងដែរស្ដាប់តាឲ្យចប់សិនវិធីបំផ្លាញវិញ្ញាណនោះមានតែមួយគត់គឺបំបែកចិញ្ចៀនខ្មៅនោះឲ្យបាន1ត្រូវរកវណ្ណៈឲ្យឃើញ2ដោះចិញ្ចៀនចេញពីដៃគេ3បំបែកវាដោយធម្មពលវិញ្ញាណរបស់តារាប៉ុន្តែបើចិញ្ចៀននៅលើដៃវណ្ណៈវិញ្ញាណនឹងមិនងាយចេញទេខ្ញុំយល់ហើយខ្ញុំមិនឲ្យវាគេចផុតពីដៃខ្ញុំទេអូយខ្ញុំចាប់ផ្ដើមស្ដាយហើយដែលមកជាមួយឯងទីនេះគួរឲ្យខ្លាចជាងខ្មោចនៅក្នុងរឿងដែលខ្ញុំធ្លាប់មើលទៀតបើភ័យអាចត្រឡប់ទៅវិញបានភ្លាមនោះក៏មានសំឡេងសើចចម្លែកបន្លឺឡើងពីជុំវិញដើមឈើរញ្ជួយដោយគ្មានខ្យល់អាប់ខ្មៅបង្កើតជារូបមនុស្សជាច្រើនក៏មើលពួកវាជាវិញ្ញាណខ្លាញ់បន្លំហើយបើវាខ្លាញ់បន្លំហេតុអីខ្ញុំឃើញវាធ្វើមុខដោយម្ចាស់បំណុលខ្ញុំម្ល៉េះអូឥឡូវខ្ញុំជឿហើយថាឯងមិនត្រឹមតែសង្ហាប៉ុណ្ណោះទេយើងនឹងយកធម្មពលពីនាងហើយក្លាយជាអមតៈអ្នកធ្វើបាបមនុស្សស្លុតត្រង់ដើម្បីអំណាចអ្នកមិនខ្លាចកម្មវិបាកទេកម្មអ្នកចិត្តស្លាប់ហើយនៅនិយាយរឿងសិលធម៌ទៀតខ្ញុំខ្លាចតែខ្ញុំមិនខ្លាចរហូតដល់លះបង់មនុស្សដែលខ្ញុំស្រឡាញ់ទេតារាគេនឹងមកហើយគេនឹងស្លាប់នៅទីនេះទីបំផុតអ្នកក៏មកដល់លែងនាងភ្លាម
បើអ្នកចង់បាននាងវិញចូលលះបង់ធម្មពលរបស់អ្នកឲ្យមកយើងមកខ្ញុំមិនចោទចាស់ជាមួយវិញ្ញាណដែលសម្លាប់មនុស្សទេអូយម៉ែអើយឪអើយខ្ញុំគិតថាខ្ញុំកំពុងតែមកចូលក្នុងរឿង Hollywood ហើយតែខ្ញុំមិនទុកឯងឲ្យនៅម្នាក់ឯងទេតារាល្អណាស់កុំប៉ះចិញ្ចៀននោះអូយអូយវណ្ណៈនេះមិនមែនជាអ្នកទេខ្ញុំដឹងថាអ្នកនៅក្នុងនោះគេជារបស់យើងវណ្ណៈកុំចាញ់វាអ្នកមិនមែនជាឃាតករទេស្រមោលខ្មៅក៏រលាយទៅជាផេះអាប់ព្រៃទាំងមូលក៏ត្រឡប់មករកភាពស្ងប់ភ្លាមលោករបួសហើយរបួសតិចតួចទេសំខាន់គឺនាងមានសុវត្ថិភាពតារាខ្ញុំមានរឿងចង់ប្រាប់ចាប់តាំងពីយប់ដែលលោកមកជួយខ្ញុំចាប់ផ្ដើមបារម្ភពីលោកហើយពេលខ្ញុំគិតថាអាចបាត់បង់លោកខ្ញុំដឹងថាខ្ញុំស្រឡាញ់លោកហើយខ្ញុំគិតថាខ្ញុំចូលចិត្តនាងតាំងពីថ្ងៃដែលនាងឆ្លោះជាមួយខ្ញុំរឿងបើកឡានមកម្លេះតែខ្ញុំមិនហ៊ានទទួលស្គាល់ឥឡូវខ្ញុំដឹងច្បាស់ថាខ្ញុំស្រឡាញ់នាងតែខ្ញុំមានលក្ខខណ្ឌមួយលក្ខខណ្ឌអីលោកត្រូវកាត់បន្ថយការអួតខ្លួនឯងបន្តិចអូយនេះជាលក្ខខណ្ឌពិបាកជាងបង្ក្រាបខ្មោចទៅទៀតចង់បានសង្សារត្រូវខំប្រឹងបន្តិចតែសម្រាប់នាងខ្ញុំព្រមស្នេហាឈ្នះភាពភ័យខ្លាចការឆ្លោះគ្នាคล้ายជាការថ្នាក់ថ្នមហើយចិញ្ចៀនដែលធ្លាប់ផ្ទុកវិញ្ញាណអាក្រក់ត្រូវបានជំនួសដោយចិញ្ចៀននៃសេចក្តីស្រឡាញ់